ទៀតគឺពុកម៉ែបងប្អូនតែងតែឆ្ងល់ថាតើហេតុអីបានជាឧបករណ៍ភ្លេងខ្មែររបស់យើងមានតម្លៃខុសៗគ្នាបាទអញ្ចឹងខ្ញុំបាទសូមជាបទពិសោធន៍ដែលខ្ញុំបាទមានបើតាមដែលខ្ញុំបាទយល់គឺឧបករណ៍ខុសៗគ្នាតម្លៃជាពិសេសគឺតម្លៃខុសៗគ្នាទៅតាមម៉ូដបាទទៅតាមលំដាប់នៃគុណភាពសម្លេងហើយទី3នោះគឺទៅតាមវត្ថុធាតុដើមដែលយើងយកមកធ្វើបាទអាចជាជួរជាត្រឡោកដូងបាទជារលាឈើឬក៏រលាស្មាច់អញ្ចឹងតម្លៃគឺខុសៗគ្នាបាទហើយត្រូយើងមានពីរលំដាប់បាទមានលំដាប់ធម្មតាដែលអត់មានក្បាច់អញ្ចឹងទៅហើយមានលំដាប់ល្អដែលមានក្បូរក្បាច់រចនាម៉ូដអញ្ចឹងទៅណាពុកម៉ែបងប្អូនបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទទួលជ្រាបបាទហើយក៏យល់ដឹងបន្ថែមអំពីឧបករណ៍ភ្លេងខ្មែររបស់យើងគឺមានច្រើនបងប្អូនបាទខ្ញុំបាទមានលក់ច្រើនណាមានស្គរដៃមានខឹមមានតខេមានខ្លុយបាទមានទាំងសម្ភារៈបរិក្ខារផ្សេងដូចជាជួរត្រូនៅខាងមុខបងប្អូនបាទមានជួរមានស្បែកមានយ៉ងបាទមានដងមានលលាត្រូបាទអញ្ចឹងទៅយើងមានសពបែបយ៉ាងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការគឺកុំភ្លេចបាទទំនាក់ទំនងនឹងសាកសួរមកកាន់ខ្ញុំបាទតាមលេខទូរស័ព្ទក៏បានតាមរយៈឆាតឬក៏ Telegram ក៏បានដែរពុកម៉ែបងប្អូនបានហើយខ្ញុំបាទមានបង្ហាញនៅវីដេអូជាច្រើនបាទនៅក្នុង Facebook page Facebook ក៏ដូចជានៅក្នុង YouTube បាទឬក៏ TikTok បាទអញ្ចឹងពុកម៉ែបងប្អូនអាចរកវីដេអូទាំងអស់ហ្នឹងឬក៏ចង់ស្ដាប់សំឡេងបាទចង់ជាវចង់ទំនាក់ទំនងសាកសួរព័ត៌មានផ្សេងគឺអាចទំនាក់ទំនងខ្ញុំបាទបានបាទហើយយ៉ាងណាមិញសង្ឃឹមថាពុកម៉ែបងប្អូនបាទចូលរួមបាទស្រឡាញ់និងគ្រប់គ្រងឧបករណ៍ភ្លេងខ្មែរយើងទាំងអស់គ្នាបាទព្រោះជាកាតព្វកិច្ចរបស់យើងដែលត្រូវបាទអភិរក្សនិងលើកស្ទួយឧបករណ៍ភ្លេងខ្មែរក្នុងនាមជាប្រជាពលរដ្ឋជាសញ្ជាតិខ្មែរយើងដូចគ្នាបាទសូមអរគុណ